អញ្ចឹងតើបានម្ចាស់រថយន្តដឹកជញ្ជូនធ្ងោដូចព្រាបស្ទឹងត្រែងជាខេត្តមួយជាប់នឹងព្រំប្រទល់ខេត្ត3ផ្សេងទៀតដែលមានខេត្តរតនគិរីផ្លូវជាតិលេខ78ខេត្តក្រចេះផ្លូវជាតិលេខ7និងខេត្តព្រះវិហារផ្លូវជាតិលេខ9ផ្លូវជាតិទាំង3ខ្សែនេះមានគោលដៅចរាចរណ៍ដែលឈរជើងជាប់ជាប្រចាំមួយខែទល់មួយខែមួយឆ្នាំទល់មួយឆ្នាំទាំងយប់ទាំងថ្ងៃអត់មានចេះធុញថប់ឡើយសង្ស័យជាត្រីចង្វាជួយចិញ្ចឹមឆ្ដោក្នុងនោះមានគោលដៅផ្លូវជាតិលេខ78ដាក់នៅចំណុចវារំពេភូមិកាតូតឃុំកំផុនស្រុកសេសានផ្លូវជាតិលេខ7ដាក់នៅចំណុចអូច្រឡង់ភូមិអូរិស័យកណ្ដាលឃុំអូរិស័យកណ្ដាលស្រុកសៀមបូកនិងផ្លូវជាតិលេខ9ដាក់នៅភូមិស្រែរិស័យឃុំស្រែរិស័យស្រុកថ្លាបរិវត្តដោយឡែកនិងពិសេសបំផុតនោះគឺគោលដៅក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តគឺដាក់ក្បែរគោលដៅចរាចរណ៍ខាងលើដោយចល័តរយៈពេល10ថ្ងៃម្ដងគ្រប់ផ្លូវជាតិទាំង3ខ្សែដែលមានគោលដៅ3កន្លែងសម្រាប់ប្រមូលលុយចែកគ្នាតែតិនគោលដៅចរាចរណ៍ខាងលើមាន2គោលដៅដែលបពាក់កាមេរ៉ាចាប់ល្បឿនគឺគោលដៅចរាចរណ៍ផ្លូវជាតិលេខ7និងគោលដៅផ្លូវជាតិលេខ78កាមេរ៉ាចាប់ល្បឿននោះដាក់ជាប្រចាំដើម្បីចាប់រាល់យានយន្តឆ្លងកាត់ដោយមិនគិតពីថ្ងៃសេសឬថ្ងៃគូនោះឡើយបើទោះនាយកដ្ឋានកណ្ដាលស្ដាប់ធ្នាប់សាធារណៈដាក់ចេញនៅកម្មវិធីត្រួតពិនិត្យល្បឿនយានយន្តដែលកំណត់នៅខេត្តស្ទឹងត្រែងត្រូវត្រួតពិនិត្យល្បឿនយានយន្តតែថ្ងៃសេសប៉ុណ្ណោះក៏ដោយអាណិតតែម្ចាស់យានយន្តទេឲ្យលុយគេដាក់ហោប៉ៅហើយសំពះអង្វរគេទៀតលុះចេញផុតទៅជេរនឹងដាក់បណ្ដាសាតាមក្រោយប្រភពព័ត៌មានឲ្យដឹងថានៅគោលដៅចរាចរណ៍ទាំង3កន្លែងនោះត្រូវបានលោកស្នងការបែងចែកឲ្យមានប្រធាននិងអនុប្រធាន3ក្រុមប៉ុណ្ណឹងហើយមិនគ្រប់ទៀតគឺនៅមានប្រធានក្តាប់រួមលើគោលដៅចរាចរណ៍ទាំង3គោលដៅនោះម្នាក់ទៀតគឺលោកសវណ្ណវិរៈដែលលោកអ៊ូតស៊ីវថាស្នងការនគរបាលខេត្តអូសយកមកពីកម្លាំងរបស់នគរបាលវិរៈការពារព្រំដែនមិនមែនជាមន្ត្រីក្របខ័ណ្ឌចរាចរណ៍ជើងគោកនោះទេតែមកឲ្យគ្រប់គ្រងលើនគរបាលចរាចរណ៍ព្រោះទីនេះលុយធំណាស់ដោយឡែកងាកទៅមើលក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តត្រូវបានក្រុមរថយន្តធុនធំទាំងអស់ប្រាប់អង្គភាពសារព័ត៌មានយើងថាបានយកលុយ40000ទៅ50000រៀលក្នុងរថយន្តធុនធំមួយគ្រឿងហើយក្នុងមួយថ្ងៃមានរថយន្តឆ្លងកាត់រាប់រយគ្រឿងលោកដួងសំអល់ប្រធានការិយាល័យសេដ្ឋកិច្ចនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្ទឹងត្រែងបានបញ្ជាក់ថាក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តគឺបានធ្វើទៅតាមច្បាប់ដោយអនុវត្តទៅលើយានយន្តដែលកែច្នៃខុសបច្ចេកទេសដូចជារថយន្តដឹកសំពីងសំពងតភ្លើងថែមលើបច្ចេកទេសតទ្រង់ខុសបច្ចេកទេសសម្បកកង់សក្តិរិលត្រួតពិនិត្យឯកសារដែលខ្វះជាដើមលោកបន្តថាការត្រួតពិនិត្យប្រសិនបើជាខ្វះឯកសារហើយអប់រំចំនួន2ដងហើយនៅលើកទី3បាននៅតែល្មើសគណៈកម្មការនឹងត្រូវផាកពិន័យដោយអនុវត្តតាមអនុក្រឹត្យលេខ39ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកជាស្ដែងក្រុមម្ចាស់រថយន្តដែលឆ្លងកាត់គោលដៅត្រួតពិនិត្យយានយន្តនោះបានចូលទៅហុចលុយដាក់លើតុរួចបន្តដំណើរទៅមុខទៀតក្រោយពីពិនិត្យរថយន្តនិងឯកសារគឺអត់មានអប់រំទេមានតែការតថ្លៃគ្នាយកប្រាក់តែប៉ុណ្ណោះបើពុំដូច្នោះទេមានប្រាក់ឯណាច្របាវយកមកទុកចែកគ្នាយ៉ាងត្រជាក់ពងបែបនេះនៅក្នុងតារាងបញ្ជីបែងចែកប្រាក់ 70% ដល់ក្រុមការងារដែលបានអនុវត្តការងារប្រចាំថ្ងៃបានរាយនាមនៅចំនួនទឹកប្រាក់ដែលបានបែងចែកក្នុងម្នាក់ប្រចាំថ្ងៃឧទាហរណ៍នៅស្រុកថ្លាបរិវត្តផ្លូវជាតិលេខ9នាថ្ងៃទី23ខែកក្កដាឆ្នាំ2022ចំណូលទឹកប្រាក់ប្រចាំថ្ងៃបានសរុបចំនួន 625,000 រៀលត្រូវដក 70% នៃចំណូលទឹកលុយសរុបបែងចែកទៅឲ្យក្រុមការងារដូចមានតារាងស្របតាមច្បាប់ចែកគ្នារស់ឲ្យត្រជាក់មេជើងដូចខាងក្រោមចង់អ្នកណាត្រូវគេជន់កលៀនអណ្ដាតលៀនទៅធ្វើមិនច្បាប់តម្រូវទី1លោកជាថាវរិទ្ធអភិបាលរងខេត្តចំនួន 33,000 រៀលទី2លោកសកំណាតប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន 33,000 រៀលទី3លោកហុងយូស្នងការរងទទួលផែនចរាចរណ៍ជើងគោក 33,000 រៀលទី4លោកប្រាក់សុភ័ណ្ឌអនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូននិងជាប្រធានក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តបានច្រើនជាងគេ 41,500 រៀលទី5លោកដួងសំអល់ប្រធានការិយាល័យសេដ្ឋកិច្ចមន្ទីរសាធារណការ 33,000 រៀលទី6លោករស់អាការ៉ាអនុប្រធានការិយាល័យដជោ 33,000 រៀលទី7លោកសេងសមានមេបញ្ជាការកងរាជអាវុធហត្ថស្រុកថ្លាបរិវត្ត 33,000 រៀលទី8លោកប្រាក់សុភាមេបញ្ជាការរងកងរាជអាវុធហត្ថស្រុកថ្លាបរិវត្ត 33,000 រៀលទី9លោកពោកកំហុងអធិការរងស្រុកថ្លាបរិវត្ត 33,000 រៀលទី10លោកលីសុទ្ធិប្រធានការិយាល័យសេដ្ឋកិច្ច 33,000 រៀលទី11លោកកៅសុទ្ធីអនុប្រធានការិយាល័យដជោ 33,000 រៀលទី12លោកប្រាក់ភិរមនាយរងផ្នែកចរាចរណ៍ 33,000 រៀលទី13លោកខេកសារីនាយផ្នែកចរាចរណ៍ 33,000 រៀលនេះគ្រាន់តែជាចំនួនទឹកប្រាក់បានមកពីចំណូលមួយកន្លែងពីគោលដៅត្រួតពិនិត្យបច្ចេកទេសដែលត្រូវបែងចែកក្នុងមួយថ្ងៃប៉ុណ្ណោះនៅចំណូល3
គោលដៅទៀតមិនដឹងប៉ុន្មានទេដែលសង្ស័យអាចរកបានចែកគ្នាសម្រាប់ស្នងការដែលបានដាក់អត់មានក្នុងតារាងសម្រាប់ចែកទេចំណែកតារាងបែងចែកនេះសម្រាប់តែគណៈកម្មការរបស់សាធារណការមួយគោលដៅម្លោះហើយប្រឹងរកប្រាប់ពីញើសឈាមអ្នកបើកបរមិនបាច់ដេកពួនទេហើយក៏មិនបាច់ឈឺដែរគឺពួនស្ទាក់ពេញ24ម៉ោងលើសពីហាត់ប្រាណតើមានអីឈឺការជន់កម្ចាស់រថយន្តដឹកជញ្ជូនយកប្រាក់មកចែកគ្នាដោយស្របច្បាប់បែបនេះពិតជាបានលើកទឹកចិត្តឲ្យអ្នកជន់កគេកាន់តែពូកែជន់គ្មានមេត្តាឯអ្នកដែលត្រូវគេជន់កចាំតែលៀនអណ្ដាតទៅណាហើយថ្លែងខ្លីប៉ុណ្ណឹងទៅចុះគ្មានវាចានឹងថ្លែងទៀតឡើយខ្ញុំបាទសារិទ្ធកម្ពុជាសន្តិភាពនាំមកជូនលោកអ្នកដោយក្រុមហ៊ុន RS World Marketing Cambodia សម្ភារសុខភាពឧត្តមភាព Dream Vermix 3មិនចាក់មិនលេបមិនវះកាត់គ្រាន់តែលាបប៉ុណ្ណោះ Hara Perfume Body Serum ស្បែកសស្អាតក្លិនក្រអូបនិងជឿជាក់